Điệp xuប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ Channel Admin Sue Ing ទាំងអស់គ្នាផងណាប្រហែលជាបាត់មក Admin យូររយៈពេល1ឆ្នាំ2ឆ្នាំនេះមាននឹក Admin ទេដែលថ្ងៃនេះផងដែរ Admin សូមជូនរឿងមួយដែលមានចំណងជើងថាហាងលក់អំពូលចម្លែកដោយសារតែហាងមួយនេះគឺថាបើកតែពេលរាត្រីកណ្ដាលរាត្រីទេបងប្អូនហើយចំពោះភ្ញៀវដែលមកទិញអំពូលវិញគឺសុទ្ធតែជាមនុស្សចម្លែកមានអាកប្បកិរិយាប្លែកពីមនុស្សដទៃទៀតហើយសំខាន់ទៀតនោះបើសិនជាអ្នកទាំងអស់គ្នាហ៊ានតែមើលខាគឺថាមើលអត់យល់តែម្ដងសូម្បីតែ admin ផ្ទាល់ក៏ admin ណាមើលតាំងពីដើមដល់ចប់ដែរមួយភាគគឺសុទ្ធតែ1ម៉ោងជាងប៉ុន្តែ admin ណាខំសម្រាយត្រឹមតែមួយភាគ10នាទីជាងជូនអ្នកទាំងអស់គ្នាតែប៉ុណ្ណោះដូចនេះកុំឲ្យចាំយូរយើងចូលទៅមើលការសម្រាយរឿងទាំងអស់គ្នារូបភាពចាប់ផ្ដើមដំបូងគឺបានបង្ហាញអំពីនារីម្នាក់ដែលមានសក់វែងអន្លាយដែលនាងមានឈ្មោះថាជីយ៉ុងរីឯបុរសដែលអង្គុយនៅលើឡានក្រុងនេះគឺគេមានឈ្មោះថាយុនមីននៅពេលដែលយុនមីនចុះពីលើឡានក្រុងឆ្ពោះទៅផ្ទះរបស់គេក៏បានប្រទះឃើញជីយ៉ុងអង្គុយម្នាក់ឯងតែគេក៏មិនបានខ្វល់អីដែរគេក៏បានណាដើរទៅផ្ទះគេចឹងទៅនៅថ្ងៃបន្ទាប់គឺជាថ្ងៃទី2ជីយ៉ុងនឹងក៏បានអង្គុយនៅកន្លែងដដែលរីឯយុនមីនវិញក៏បានមកដល់កន្លែងដដែលដូចគ្នាដែរហើយគេក៏បានប្រទះឃើញជីយ៉ុងនឹងអង្គុយទីរៃប៉ុន្តែគេក៏នៅតែអត់សួរអត់នាំអីដែរពីព្រោះគាត់ថាប្រហែលជាអង្គុយចាំណាគេម្នាក់ចឹងណាគេក៏ត្រឡប់ទៅផ្ទះគេធម្មតាចឹងទៅគេងាកមើលចុះឡើងហាក់បីដូចជាមិនអស់ចិត្តសោះចង់ដឹងថាម្នាក់ស្រីហ្នឹងគឺជានរណារីឯដៃជីយ៉ុងវិញគឺគេបានគោះកៅអីទឹកតែម្ដងប៉ុន្តែយុនមីននៅតែមិនខ្វល់នៅថ្ងៃទី3គឺជាថ្ងៃបន្ទាប់ហ្នឹងគឺថាយុនមីនត្រឡប់មកធ្វើការទីរៃគឺរូបភាពស្រដៀងគ្នាដដែលគេក៏បានប្រទះឃើញជីយ៉ុងនឹងអង្គុយនឹងទៀតគេក៏បានសួរថាខ្ញុំពិតជាឆ្ងល់ណាស់ហើយបានជានាងអង្គុយនៅទីនេះតើនាងកំពុងតែចាំនរណាគេមែនទេហើយយុនមីនក៏បានបន្តទៀតថាបើសិនជានាងកំពុងតែចាំឡានក្រុងមួយនេះហើយគឺជាឡានក្រុងចុងក្រោយខ្សែចុងក្រោយគេបង្អស់អញ្ចឹងប្រហែលជានាងខកឲ្យមើលទៅនោះឬក៏នាងចង់ទៅណាផ្សេងយុនមីនគេក៏បានដាស់តឿនទៅកាន់ជីយ៉ុងថាស្មើនេះហើយពិតជាគ្រោះថ្នាក់ណាស់កុំចាំឡានក្រុងឬក៏ជិះតាក់ស៊ីអីម្នាក់ឯងអីចឹងណាគួរតែខលទៅខាងសវិសអីចឹងទៅប៉ុន្តែជីយ៉ុងថាអូយគឺមិនអាចទៅរួចទេដោយសារតែគេហ្នឹងបានបាត់ទូរស័ព្ទបាត់ទៅហើយរីឯយុនមីនវិញក៏បានដកទូរស័ព្ទរបស់គេប្រឹងឲ្យជីយ៉ុងហ្នឹងខ្ចីប៉ុន្តែទូរស័ព្ទរបស់គេហ្នឹងត្រូវបានបែកមិនដឹងថាបែកពីការនោះទេយុនមីនគឺព្យាយាមជួយជីយ៉ុងដើម្បីតាក់ទងទៅខាងសវិសដើម្បីឲ្យនាងបានទៅទីកន្លែងនាងចង់ទៅហើយស្រាប់តែពេលហ្នឹងជីយ៉ុងក៏បានសួរទៅកាន់យុនមីនថាតើលោកក៏អត់ស្គាល់ខ្ញុំទេហ៎យុនមីននឹងឡើងឆ្ងល់សួរថាតែយើងធ្លាប់ជួបគ្នាមែនរីឯជីយ៉ុងវិញតម្លាក់ទឹកមុខហ្មងដោយសារតែអន់ចិត្តមែនតែនហ្មងទាំងអស់គ្នាតែមិនដឹងថាមូលហេតុអីទេថ្ងៃបន្ទាប់គឺជាថ្ងៃទី4គឺថារថភ្លើងសុំទៅរថភ្លើងគឺឡានក្រុងហ្នឹងឈប់នៅកន្លែងដដែលហើយពេលហ្នឹងមេឃភ្លៀងទៀតយុនមីនក៏បានសួរជីយ៉ុងថាមិនក៏មកអង្គុយនឹងអីចឹងព្រមទៅផ្ទះអីចឹងណាជីយ៉ុងនៅទៅសួរថាតើលោកមានស្គាល់ខ្ញុំអត់និយាយរួមទៅយុនមានរសារតែចង់ឲ្យយីប៉ែហ្នឹងទៅផ្ទះបានលឿនៗគេក៏បាននិយាយថាហ្នឹងហើយខ្ញុំស្គាល់នាងគឺខ្ញុំស្គាល់នាងគ្នាកាលពីម្សិលមិញហើយម្សិលមួយថ្ងៃអីចឹងណាហើយជីយ៉ុងក៏បានសួរទៅកាន់យុនមីនទៀតថាចុះស្អែកស្គាល់នាងទៀតអត់យីប៉ែហ្នឹងសួរប្លែកមែនតែម្ដងធ្វើឲ្យយុនមីនរបស់យើងហ្នឹងភាំងស្មារតីហ្មងមិនដឹងថាយីប៉ែហ្នឹងចង់សួរពីអីចឹងអត់យល់ទេណាតែតបមកយីប៉ែហ្នឹងក៏បានអូកាឡាសុំទៅផ្ទះជាមួយយុនមីនចឹងទៅដោយសារតែផ្ទះយុនមីននៅជិតនឹងដែរហើយណាមួយមេឃភ្លៀងផងចឹងណាយុនមីនក៏អត់ប្រកាយអីម៉ានដែរប៉ុន្តែរៀងស្ទាក់ស្ទើរដែរដោយសារតែរៀងប្លែកមិនទេអ្នកទាំងអស់គ្នាហើយយុនមីនក៏បានជូនជីយ៉ុងទៅផ្ទះរបស់គេចឹងទៅជីយ៉ុងនឹងប្លែកមែនតើដោយសារតែគេមានវលិប៉ុណ្ណានៅតាមខ្លួនហ្មងអ្នកទាំងអស់គ្នាសូម្បីតែយុនមីនហ្នឹងជួយកាន់ក៏មិនឲ្យកាន់ដែរប្លែកមែនតើមិនដឹងថាមានរបស់អីនៅក្នុងហ្នឹងទេពូយុនមីនហ្នឹងរៀងស្ទាក់ស្ទើរក្នុងការចុចឡានចតាយុនទៅផ្ទះរបស់គេមែនតើព្រោះខ្លាចយីប៉ែហ្នឹងហ្មងប្លែកធ្វើសម្ដីសម្ដៅកាប់កិរិយាប្លែកមែនតើពេលដែលចូលដល់ក្នុងបន្ទប់គឺថាដែងណែទ្វារបិទអូតូម៉ាទិកហ្មងអ្នកទាំងអស់គ្នាគួរតែយល់ឯណោះហើយរូបភាពក៏បានកាត់មកខាងមន្ទីរពេទ្យនេះវិញគឺកំពុងតែមានសភាពវឹកវរមែនតើអ្នកទាំងអស់គ្នាដោយសារតែមានអ្នកជំងឺចូលទៅក្នុងបន្ទប់ ICU ច្រើនមែនតើហើយនៅក្នុងនោះក៏មានតួឯកសិទ្ធិរបស់យើងម្នាក់ផងដែរនាងកំពុងតែញ៉ាំតែពាំងបាយជូរនេះឯងគឺនាងមានឈ្មោះថាយ៉ាងជីគឺជាអ្នកគ្រូពេទ្យនៅខាងផ្នែកសង្គ្រោះបន្ទាន់អញ្ចឹងណាបងប្អូនហើយស្រាប់តែពេលហ្នឹងគឺនាងកំពុងតែនៅម្នាក់ឯងក៏មានបរិសម្នាក់ដើរចុះដើរឡើងនៅក្នុងបន្ទប់ ICU នាងក៏បាននិយាយថាស្មាននេះហើយគឺគេអត់អនុញ្ញាតឲ្យអ្នកផ្សេងចូលក្នុងបន្ទប់ ICU ទេបើគ្មានភារកិច្ចអីចឹងណាប៉ុន្តែបរិសម្នាក់នោះហាក់បីដូចជាមិនខ្វល់ជាមួយនឹងយើងជីយើងទៅសោះនៅឈរមើលមុខយើងជីឡើងថ្លៃតែម្ដងបន្តិចក្រោយមកក៏មានអ្នកជំងឺម្នាក់ហ្នឹងគឺបានមានបញ្ហារបូតអុកស៊ីសែនចេញពីจมูกរបស់គេហើយនាងក៏បានរត់ទៅមើលជាបន្ទាន់រីឯពេទ្យគ្រប់គ្នាទៀតក៏បានមកតែម្ដងរៀងចម្លែកដែរបងប្អូនទាំងអស់គ្នានៅសុកសិក្សាតែរបូតបំពង់អុកស៊ីសែនចេញពីច្រមុះចឹងណា
ហើយស្រាប់តែពេលហ្នឹងយើងជីក៏បានកលេចទៅមើលបរិសម្នាក់ដែលនាងបាននិយាយមិញហ្នឹងគឺថាបាត់តែម្ដងហើយរូបភាពក៏បានកាត់មកបរិសម្នាក់នេះគឺគាត់នឹងថ្លង់ជាមួយនឹងឆ្កែនៅខាងក្រៅមែនតើដែលព្រោះអត់ឈប់ហ្មងហើយសំខាន់គឺគាត់ល្ងាទៀតអ្នកទាំងអស់គ្នាដល់ពេលអញ្ចឹងទៅគឺគាត់មានការក្តៅក្រហាយជាខ្លាំងទោះបីជាទៅ10ភួយហ្នឹងក៏មិនបាត់ល្ងាដែររីឯបរិសម្នាក់នេះគឺជាម្ចាស់ហាងលក់អំពូលគឺជាតួឯករបស់យើងតែម្ដងដែលគេមានឈ្មោះថាវុនយ៉ងកំពុងតែអង្គុយសេរីពូសុកហ្នឹងក៏មានអតិថិជនចូលមករកអំពូលភ្លើងអញ្ចឹងណាវុនយ៉ងក៏បានសួរថាតើមករកអីប៉ែហ្នឹងថាមកហាងអំពូលឲ្យរក burger មិនកើតគឺត្រូវរកអំពូលភ្លើងនឹងឯងមាននិយាយលេងទេគឺគេមករកអំពូល LED អញ្ចឹងណាហើយក៏បានដោះដូរលុយឲ្យអស់អញ្ចឹងទៅរូបភាពក៏បានកាត់មកអ្នកគ្រូពេទ្យរបស់យើងនេះទៀតហើយនិយាយរួមទៅពីរអ្នកនឹងរៀងប្រតិកលាគ្នាមែនតើ admin មើលដំបូងរៀងវល់ដែរទាំងអស់គ្នាដល់ពេលមើលយូរទៅអត់អីចាំ admin សម្រាប់ឲ្យស្រួលស្ដាប់ក្រោយមកទៀតក៏បានឃើញបរិបម្នាក់ដែលឃើញនៅក្នុងមន្ទីរពេទ្យមកញ៉អ្នកទាំងអស់គ្នាចាមែនដែលតួឯកស្រីរបស់យើងឃើញឥឡូវចូលមកដល់ហាងអំពូលវិញទៀតហើយពេលចឹងហើយវុនយន្តក៏បានសួរថាមករកអីហើយរូបភាពកាត់មកអ្នកទី3គឺសាស្ត្រារបស់យើងនេះគឺនិយាយរួមទៅរូបភាពដែលអ្នកទាំងអស់គ្នាឃើញហ្នឹងមួយនៅក្នុងបច្ចុប្បន្នមួយនៅក្នុងពិភពវិញ្ញាណអញ្ចឹងនៅកន្លែងហាងអំពូលនេះគឺជាពិភពវិញ្ញាណពិភពដែលហៅថាពិភពនៅលើក្នុងភពយើងដែរប៉ុន្តែមានភពវិញ្ញាណនិងភពមនុស្សអញ្ចឹងណារាល់ថ្ងៃយើងនៅមួយគ្នាទាំងអស់គ្នាអញ្ចឹងពេលដែលគេបង្ហាញអំពីរូបភាពនៅក្នុងបច្ចុប្បន្នហើយគឺគេបង្ហាញអំពីរូបភាពនៅក្នុងភពវិញ្ញាណនៅហាងលក់អំពូលនេះគឺមានអតិថិជនប្លែកៗមុខចូលមកទៀតហើយគឺអាប៉ែមិញដែលខ្លាយដែលថ្លង់ឆ្កែប្រុសមិញណាទាំងអស់គ្នាដែលគេចូលមកហ្នឹងហើយអ្នកលក់ក៏សួរថារកអីគេដែរប៉ែនេះក៏គេថាកន្លែងហ្នឹងគឺភ្លឺខុសពីគេពីឯងអញ្ចឹងនៅក្រៅល្ងិតឆឹងមានតែកន្លែងហ្នឹងមួយដែលភ្លឺអញ្ចឹងគេក៏បានចូលមកអញ្ចឹងទៅហើយអាប៉ែហ្នឹងរៀងជួច្បល់មែនតើចូលនៅក្នុងហាងពូហ្នឹងរកប៉ះនេះប៉ះនោះប៉ុន្តែអ្នកលក់ប្រាប់ថាកុំឲ្យប៉ះអសោះនិយាយរួមទៅអាប៉ែហ្នឹងក៏ថាងដឹងរកស៊ីមកអីទេគាត់នៅប៉ះពូទីមិនបានអញ្ចឹងណាហើយអតិថិជនរូបហ្នឹងក៏បានសួរនាំអ្នកលក់ថាមានឃើញឆ្កែមួយក្បាលនៅចិត្តនឹងអត់ពីព្រោះលឺតែប្រូចឹងរហូតណាគាត់ថ្លង់កេងអត់លក់អត់បានទេនិយាយរួមកែលក់ហ្មងរូបភាពក៏បានកាត់នៅក្នុងថ្នាក់រៀនដែលបង្ហាញអំពីតួអាសិតរបស់យើងម្នាក់ទេឈ្មោះថាយុនជូមិត្តភ័ក្តិរបស់យុនជូហ្នឹងក៏បាននិយាយតាក់ទងជាមួយនឹងសិស្សស្រីម្នាក់ដែលបានបាត់ខ្លួនមិនដឹងថាទៅណាទៅណីអញ្ចឹងគេតែងតែឃើញម្នាក់ស្រីនឹងនៅក្នុងថ្នាក់ឬក៏នៅកន្លែងលេងបាល់នៅខាងក្រៅរហូតចឹងអ្នកទាំងអស់គ្នាហើយជាពិសេសនៅពេលដែលនៅក្នុងថ្នាក់ណាមានអីចន្លោះតនេអីហ្នឹងគឺគេអង្គុយនៅថ្ងៃអញ្ចឹងប្រមិត្តភ័ក្តិគេទាំងអស់គ្នាកំពុងតែនិយាយរឿងខ្មោចទៅវិញទៅមកអីចឹងណាធ្វើឲ្យតួស្រីរបស់យើងនេះរឿងខឹងមែនតើរូបភាពក៏បានបង្ហាញនៅក្នុងហាងលក់អំពូលទីរ៉ៃគឺមានអតិថិជនទី4នេះគឺបានចូលមកដែលមានខ្លួនទៅទឹកជោគតែម្ដងយីរំទៅរូបរាងប្លែកមែនតើគេក៏បានចង់មកប៉ះអំពូលហ្នឹងណាប៉ុន្តែអ្នកលក់ហ្នឹងក៏រៀបនឹងដោះមែនតាប៉ុន្តែមិនដឹងថាដោយសារតែភ្នែកគាត់ហ្នឹងមានអតិពលអីបានគេហ្នឹងខ្លាចចឹងណាអ្នកនរគ្នាឥឡូវនេះគឺដល់ម៉ោងយន្តចូលហ្នឹងចេញពីរៀនល្មមអ្នកទាំងអស់គ្នាតាមផ្លូវស្ងាត់មែនតើដោយសារតាមផ្លូវផ្ទះគេហ្នឹងគូមកទៅដូចពិភពអាត់កំបាំងអញ្ចឹងណាហើយត្រូវដើរឆ្លងកាត់អាផ្លូវទីងងឹតនឹងទៀតមិត្តភ័ក្តិរបស់គេប្រហែលអ្នកហ្នឹងក៏និយាយថាគឺគេអាសាលឺមនុស្សប្រុសឈៀងនៅតាមផ្លូវហ្នឹងអីអញ្ចឹងណាលឺតែសលេដែលឃើញមនុស្សទេគេក៏បានរត់ចោលយន្តចូលអញ្ចឹងទៅយន្តចូលហ្នឹងគឺគ្មានជំរឿសទេដោយសារតែគេហ្នឹងត្រូវទៅហាងលក់អំពូលដើម្បីទិញអំពូលឲ្យម្ដាយរបស់គេបើគេអត់ទៅទេគឺថាដៃណែម្ដាយរបស់គេហ្នឹងនឹងខឹងគេអីចឹងទៅពេលចូលមកដល់ហ្នឹងគឺអ្នកលក់ជាមួយនឹងយន្តចូលហ្នឹងគឺស្គាល់គ្នាយូរហើយអ្នកទាំងអស់គ្នានិយាយគ្នាស្និទ្ធស្នាលមែនតែម្ដងគេក៏បានឲ្យហុចស្ករគ្រាប់តែឲ្យយុនជូហ្នឹងញ៉ាំអីចឹងណាហើយយុនជូតែនិយាយពណ៌លឿងជានិច្ចដោយសារតែនាងនិយាយថាម្ដាយរបស់នាងគឺចូលចិត្តញ៉ាំស្ករគ្រាប់នឹងដែរការគាត់នៅក្មេងអីចឹងណាហើយពូហ្នឹងក៏និយាយថាយុនជូហ្នឹងក៏ក្មេងដែរដោយសារតែពាក់បតោសៃកហ្នឹងគឺមានតែកូនក្មេងដែលពាក់បតោសៃកហ្នឹងហើយនាងក៏បានបន្តទៀតថានេះគឺជារបស់តែមួយគត់ដែលពុករបស់នាងបន្សល់ទុកឲ្យអីចឹងណាអញ្ចឹងគឺនាងត្រូវថែរក្សាវាហើយអ្នកលក់ហ្នឹងក៏បាននិយាយទៀតថាពុករបស់នាងប្រហែលជាស្រឡាញ់នាងខ្លាំងណាស់ហើយពិតជាមានមោទនភាពចំពោះនាងអីចឹងណាហើយយុនជូក៏បានសួរទៅកាន់វុនយ៉ងថាហេតុអីបានពាក់វ៉ែនតានៅនឹងចឹងពូហ្នឹងក៏បាននិយាយថាដោយសារតែហាងលក់អំពូលវាភ្លឺពេកចឹងគេត្រូវតែពាក់វ៉ែនតាការពារភ្នែកអីចឹងទៅហើយយុនជូក៏បានសួរទៅកាន់វុនយ៉ងទៀតថាហេតុអីបានជាបើកតែពេលតែត្រៀតចឹងណាពេលយប់ចឹងណាហើយមានអ្នកមកទិញដែរហើយអ្នកលក់ក៏និយាយថាមានសូម្បីតែមនុស្សម្នាក់មកក៏គេត្រូវទៅចាំដែរយល់រួមទៅគឺអាចបិទទ្វារបានហើយបើក
ទៅពេលយប់ពេហើយពេលហ្នឹងយន់ជោក៏បានប្រាប់វុនយងថាគឺគេលឺមិត្តភក្តិគេនិយាយថាម្ដុំហ្នឹងមានខ្មោចហើយវុនយងក៏បានប្រាប់ទៅកាន់យន់ជោថាបើឃើញមនុស្សណាចម្លែកគឺឲ្យធ្វើពុតជាធ្វើមើលមិនឃើញថាពួកគេជាមនុស្សចម្លែកអីចឹងទៅណាគឺថាទោះបីជាមិនក៏ដោយក៏ធ្វើមិនដឹងធ្វើមិនលឺធម្មតាចឹងទៅហើយចាត់ទុកថាពួកគេហ្នឹងគឺអត់នៅនឹងអីចឹងណាប្រាប់ឲ្យយន់ជោហ្នឹងប្រយ័ត្នខ្លួនអីចឹងទៅពួកអីនាងគឺអាចមើលឃើញមនុស្សចម្លែកទាំងអស់នឹងបានហើយអត់មានណាគេមានញៀនពិសេសដូចនាងកាលពីនាងទេហើយក៏ពងតែនិយាយគ្នាសុកហ្នឹងរូបភាពក៏បានផ្លាត់ទៅក្នុងកញ្ចក់ហ្នឹងដែលបានឃើញរូបភាពវុនយងហ្នឹងណាពីមនុស្សក្មេងសង្ហាទៅជាមនុស្សចាស់ជរាហាក់បីដូចជាអាយុ80 90ឆ្នាំចឹងអ្នកទាំងអស់គ្នាបានន័យថាអ្នកលក់អំពូលនេះក៏ជាមនុស្សចម្លែកដូចគេដែរក៏លេចមើលយន់មីនជាមួយជីយ៉ុងនេះវិញនៅពេលដែលយន់មីនយកកសែងទៅឲ្យជីយ៉ុងគេក៏បានប្រទះឃើញថាដៃរបស់ជីយ៉ុងហ្នឹងខុសពីគេដោយសារតែកញ្ចក់ដៃរបស់នាងនៅបាតដៃនៅវិញចឹងណាបងប្អូនហើយពិតជាចម្លែកមែនតើដោយសារតែនាងបើកវ៉ាលីរបស់នាងនឹងមកគឺសិតតែកន្ត្រៃជាមួយនឹងមកចូលតែប៉ុណ្ណោះហើយធ្វើឲ្យយន់មីនរបស់យើងនេះភ័យជាខ្លាំងថាមិនដឹងថាយីប៉ែនេះផងធ្វើអីគេនោះទេចង់សម្លាប់គេឬក៏យ៉ាងណាហើយអំពូភ្លើងដែលនៅមុខអ្នកលក់នេះគឺថាលត់ភ្លីបភ្លេបតែម្ដងសង្ស័យតែយីប៉ែហ្នឹងណាសម្លាប់យន់មីននោះទេរីឯយន់ជោវិញគឺផ្ទះរបស់គេនៅជាប់ជាមួយនឹងយន់មីនដែរគេក៏បានដើរកាត់ជីយ៉ុងចឹងណាហើយជីយ៉ុងវ៉ាលីរបស់នាងគឺសិតតែឈាមតែម្ដងហើយវគ្គទី1យើងនេះក៏បានស្លេះតែប៉ុណ្្នេះសិននិយាយរួមទៅវគ្គទី1នេះ admin សម្រាប់ទៅខ្ញុំវល់តិចដោយសារតែរូបភាពវាកាត់ទៅកាត់មករឿងហ្នឹងគឺវគ្គទី1គឺគេចាប់ផ្ដើមណែនាំតួមួយចឹងអ្នកទាំងអស់គ្នាតទៅចូលវគ្គទី3ទី4ឡើងមកយើងចាប់ផ្ដើមយល់សាច់រឿង